សួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងចូលវីដេអូថ្មីមួយទៀតពាក់ព័ន្ធជាមួយនឹងការផ្សាំបំបែកនៃកូនប្រទាលម្យ៉ាងដែលមានឈ្មោះថាប្រទាលវ៉ាន់សាន់ឬមួយក៏គេហៅថាប្រទាលមហាលាភអញ្ចឹងប្រទាលនេះភាគច្រើនគឺគេដាំវានៅតាមផ្លូវចូលនៃផ្ទះដែលមានអាកាសធាតុម្លប់ត្រជាក់ប៉ុន្តែប្រទាលនេះបើសិនជាយើងយកវាទៅដាំបែបដូចលក្ខណៈនៅក្នុងវីដេអូនេះជាមួយនឹងដើមឈើធំវាបែរជាប្រែក្លាយទៅដូចជាចង់ក្លាយទៅជាវល្លិទៅវិញអ្នកនរគ្នាឃើញស្រាប់ហើយគឺវាអត់មានថារឹងដៃរឹងជើងអីទេគឺវាទន់បែបវក់ហាក់បីដូចជាពស់អញ្ចឹងថ្ងៃនេះគឺខ្ញុំបានដើរមើលហើយឃើញថាវាអត់ស្អាតទេហើយមួយទៀតយើងកំពុងតែខ្វះកូនស្រាប់អញ្ចឹងយើងក៏ធ្វើការកាត់វាដើម្បីយកមកសាំបណ្ដុះកូនថ្មីដើម្បីយកទៅដាំអញ្ចឹងអ្នកនរគ្នាឃើញហើយមើលដើមគេតាមពិតដើមហ្នឹងគឺបដុះធម្មតាទៅលើត្រង់គឺខ្ពស់ប៉ុន្តែជាក់ស្ដែងវាទន់ដល់តែវាទន់ទៅវាហាក់បីដូចជាពស់អញ្ចឹងហើយអ្នកនរគ្នាប្រទាលនេះដែរគឺងាយស្រួលខ្លាំងមែនតើគ្រាន់តែអ្នកទាំងអស់គ្នាកាត់វាតាមថ្នាំងនីមួយៗហ្នឹងយកវាទៅដោតនៅនឹងដីទៅគឺវាដុះហើយអញ្ចឹងនៅកន្លែងនេះគឺខ្ញុំបានយកវាយកមកហើយក្រោយពីកាត់រួចអញ្ចឹងយើងកំពុងតែលេលក់ថាទៅកាត់យកវាប្រហែលកង់ហើយកាត់ប្រវែងណាដើម្បីទុកថ្នាំងខ្លះឲ្យវាចេញពន្លកហើយថ្នាំងខ្លះទៀតគឺយើងដោតចូលទៅក្នុងដីអញ្ចឹងនៅក្នុងវីដេអូនេះដែរគឺខ្ញុំកាត់វា4កង់អញ្ចឹងកង់នៅក្រោមគេហ្នឹងគឺខ្ញុំយកដោតដីដោតទៅក្នុងដីទៅដើម្បីឲ្យវារស់ដោះកូនមកតាមថ្នាំងនីមួយអញ្ចឹងអ្នកនរគ្នាចង់បានកូនគឺស្រួលអញ្ចឹងម្ដើមនេះយើងអាចយកវា3ទៅ4កំណាត់ខ្លីៗល្មមទៅប្រហែលជាមួយចំអាមដៃទៅវានឹងដោះកូនមកឲ្យអ្នកនរគ្នាព្រោះតែខ្ញុំបានពិសោធន៍រួចរាល់ហើយអញ្ចឹងគឺវាដោះជាការពិតព្រោះថាប្រទាលនេះគឺឲ្យតែតិចដីរាងសំណើមតិចគឺវាដោះកូនមកហើយអញ្ចឹងវាអត់មានអីពិបាកទេកូនវាដោះតាមមកតាមថ្នាំងរបស់វាសសណាអ្នកនរគ្នាបើសិនជាអ្នកនរគ្នាអត់ដែលស្គាល់ដែលដឹងទេកូនរបស់វាគឺដោះតាមហ្នឹងវាដូចជាស្តៀងដើមចេកស្លឹកវាមើលទៅស្តៀងដើមចេកប៉ុន្តែអ្នកនរគ្នាជ័ររបស់វាគឺលមាស់ខ្លាំងមែនទែនថ្ងៃនេះគឺខ្ញុំថតដៃម្ខាងដោយសារតែក្រុមការងារគាត់សម្រាប់អញ្ចឹងនៅតែខ្ញុំម្នាក់ឯងអញ្ចឹងមានតែកាន់ទូរស័ព្ទម្ខាងហើយនឹងថតម្ខាងកាត់ម្ខាងអញ្ចឹងនៅកន្លែងនេះអ្នកគ្នាឆ្ងល់ថាចំសំណាមដីដូចជាធ្វើយូរហើយហេតុអីក៏ទៅតែធ្វើវីដេអូអញ្ចឹងពាក់ព័ន្ធជាមួយនឹងកន្លែងនេះគឺខ្ញុំចង់បញ្ជាក់ថាខ្ញុំបានធ្វើវាច្រើនកន្ទងដែរហើយប៉ុន្តែដោយសារតែកន្ទងមួយហ្នឹងគឺខ្ញុំដាក់វាតែមួយដើមអញ្ចឹងហើយក៏យើងគិតថាបើយើងដាក់អញ្ចឹងគឺខាតអញ្ចឹងយើងក៏យកដើមដែលយើងទៅនឹងកាត់ថ្មីនេះយកមកដោតជាមួយនឹងកន្ទោចាស់ហើយកន្ទោចាស់នេះគឺយើងកាត់វាយកមកដោតនោះប្រហែលជាបាន3ទៅ4ថ្ងៃឯអ្នកនរគ្នាអញ្ចឹងខ្ញុំគិតថាមិនយូរទេប្រហែលជាមួយខែអីវាអាចចេញពន្លកមកហើយការដាក់ហ្នឹងគឺយើងកុំយកវាទៅដាក់នៅកន្លែងដែលក្តៅពេកក្រោយពីយើងកាត់ហើយយើងយកវាទៅដាក់នៅកន្លែងដែលម្លប់ហើយនឹងមានខ្យល់ហើយយើងស្រោចទឹកវាឲ្យគ្របលាប់ទៅប៉ុន្តែអ្នកនរគ្នាកុំភ្លេចនៅពេលដែលយើងកាត់វាគឺយកវាទៅដោតឲ្យសុំកុំភ្លេចក្នុងការសកត់ដីឲ្យណែនព្រោះថាកាលណាតែយើងសកត់ដីវាឲ្យណែនទៅពេលយើងស្រោចទឹកគឺវាធ្វើឲ្យគល់របស់រុក្ខជាតិហ្នឹងគឺរលួយទេគឺធ្វើឲ្យហាប់ណែនយើងសកត់វាមិនឲ្យណែនដើម្បីឲ្យវាងាយស្រួលនៅក្នុងការជ្រើសអញ្ចឹងនៅក្នុងវីដេអូនេះដែរគឺខ្ញុំបានកាត់វាជាច្រើនកង់ដែរប៉ុន្តែខ្ញុំថតតែប្រហែលកង់ទេដើម្បីជាឧទាហរណ៍ហើយកង់ផ្សេងគឺយើងធ្វើដូចគ្នាអត់មានថាកង់នេះធ្វើផ្សេងកង់ធ្វើនោះគឺយើងធ្វើដូចគ្នាយកវាទៅដល់ដីដែលមានលក្ខណៈសាមអញ្ចឹងអ្នកនរគ្នាមិនយល់ឲ្យបែរជាមកកន្លះខែឬក៏មួយខែវាអាចជាចេញកូនមកថ្មីអញ្ចឹងយើងអាចយកវាទៅដាំបានហើយប្រទេសនេះដែរខ្ញុំចង់និយាយថាគឺភាគច្រើនគេដាំវាតាំងនៅតាមជណ្ដើរដែលវាស្ថិតនៅក្រោមសម្រាប់ផ្ទះម្លប់ឬមួយក៏ភាគច្រើននៅសន្តាគារលំដាប់គឺគេចូលចិត្តយកវាដាំតាមចណ្ដើរយន្តព្រោះថាវាគឺជាប្រភេទរុក្ខជាតិដែលនៅក្នុងម្លប់អាចរស់នៅបាន
ហើយវាធន់បើសិនជាក្នុងម្លប់ហើយមានខ្យល់ខ្លះមិនហប់ចិត្តឈឹងតែម្ដងកាន់តែល្អហើយយើងកុំទុកវាឲ្យវាវែងខ្លាំងពេកគឺយើងដាំបែបលក្ខណៈខ្លីៗអ្នកនរគ្នាហើយបើទៀននេះបើសិនជាអ្នកនរគ្នាដោតវាដេកក៏បានដែរកុំដោតវាប្រឈរក៏បានដែរយើងដោតវាយើងកាត់ថ្នាំងវាយកទៅដោតអ្នកនរគ្នាដែលដាំអំពៅអញ្ចឹងកាត់ដូចគ្នាបេះបិទតែម្ដងអត់មានអីខុសគ្នាទេអញ្ចឹងអានេះគឺជាកន្ទងដែលខ្ញុំបានកាត់វាយកមកដាំដើម្បីត្រៀមនៅក្នុងការដាំតាមបន្ទប់ office ហើយទាំងអស់នេះគឺជាអ្វីដែលខ្ញុំបានផ្សាំអញ្ចឹងអ្នកនរគ្នានេះគឺជាកន្ទងនៅខែមុនដែលខ្ញុំបានកាត់វាយកមកផ្សាំឃើញថាវាបានដុះហើយអញ្ចឹងរយៈពេលពីពេលដែលខ្ញុំកាត់រហូតមកដល់ឥឡូវនេះគឺរយៈពេល1ខែអាចនិយាយថា1ខែ3ថ្ងៃអញ្ចឹងវាក៏ដុះកូនមកអ្នកនរគ្នាអាចមើលបានអញ្ចឹងកូននេះយើងអាចកាត់វាយកទៅដាក់នៅក្នុងកន្ទង់ដីនេះក៏បានដែរដើម្បីឲ្យវាចេញឫសព្រោះថាវាមានខ្នែងហើយអញ្ចឹងវីដេអូរបស់យើងក៏ឈានដល់ទីបញ្ចប់អរគុណអ្នកគ្នាបើសិនជាអ្នកគ្នាស្រឡាញ់ការដាំផ្កាឬមួយក៏រុក្ខជាតិអ្នកគ្នាអាចចូល channel មួយនេះបានវីដេអូរបស់ខ្ញុំនឹងតម្លាក់ចូលនៅក្នុង channel មួយនេះជារៀងរាល់ថ្ងៃអរគុណច្រើនអ្នកគ្នា